សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអាចមានសំលើកយករឿង anime មួយដែលមានចំណងជើងថា JoJo's Bizarre Adventure មកធ្វើការសង្ខេបជូនទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយចុច like និង comment ពាក្យថាល្អមើលឲ្យបានច្រើនសាច់រឿងចាប់ផ្ដើមឡើងឲ្យយើងឃើញពីតួអង្គបរិសុទ្ធប្រមុខខូចខិលម្នាក់ឈ្មោះ Dario Brando បានដើរត្រៀតត្រួតទៅជួបកន្លែងកើតហេតុគ្រោះថ្នាក់មួយជាមួយភរិយារបស់គាត់កណ្ដាលភ្លៀងនៅកន្លែងកើតហេតុនោះយើងឃើញថាលោក George Joestar ដែលជាអភិជនម្នាក់កំពុងជួបគ្រោះថ្នាក់ជាមួយគ្រួសាររបស់គាត់តាមមើលទៅលោក George កំពុងធ្វើដំណើរទៅកន្លែងណាមួយជាមួយភរិយានិងកូនតូចរបស់គាត់មុនពេលជួបគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ Dario បានកលេចឃើញប៉ុន្តែជំនួសឲ្យការជួយសង្គ្រោះ Dario បែរជាចាប់ផ្ដើមលួចទ្រព្យសម្បត្តិរបស់លោក George ទៅវិញពិតជាទង្វើមិនសមជាមនុស្សទាល់តែសោះខណៈពេលដែល Dario កំពុងធ្វើសកម្មភាពនោះលោក George ក៏បានដឹងខ្លួនឡើងតែគាត់បែរជាគិតថា Dario គឺកំពុងតែជួយសង្គ្រោះជីវិតខ្លួនទៅវិញគាត់បានសួរ Dario ថាតើភរិយានិងកូនរបស់គាត់មានសុវត្ថិភាពដែរឬទេដែលពេលនោះ Dario បានឆ្លើយថាភរិយារបស់លោក George បានស្លាប់បាត់បង់ជីវិតទៅហើយដោយសារតែគាត់ព្យាយាមការពារកូនប្រុសរបស់ខ្លួនក្រោយពីបានសម្រក់ទឹកភ្នែកយំសោកមួយសន្ទុះមកលោក George ក៏បានប្រាប់ Dario ថាគាត់នឹងជំពាក់គុណ Dario ពេញមួយជីវិតដោយសារតែគេបានជួយសង្គ្រោះរូបគាត់អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះគឺថានៅទីនោះក៏មានរបាំងមុខមួយដែលហាក់ដូចជាមានប្រតិកម្មនិងដំណើរការឡើងនៅពេលដែលឈាមរបស់លោក George បានទៅប៉ះនឹងវាប៉ុន្តែរឿងនោះយើងនឹងនិយាយគ្នានៅពេលក្រោយមករូបភាពបានកាត់ទៅកាន់ពេលដែលតួឯករបស់យើងឈ្មោះ Jonathan Joestar ជាកូនប្រុសបង្កើតលោក George និងកូនប្រុសរបស់ Dario ឈ្មោះ Dio Brando បានធំដឹងក្តីពេញវ័យរៀងៗខ្លួនផ្លូវជីវិតរបស់ពួកគេទាំងពីរនឹងត្រូវប្រទាក់កន្លាគ្នាយ៉ាងពិតប្រាកដជីវិតតួឯកយើង Jonathan រហស្សនាម Jojo គឺពោរពេញទៅដោយពន្លឺដ៏ស្រស់បំព្រងព្រោះគាត់ជាកូនប្រុសតែម្នាក់គត់ក្នុងត្រកូលអភិជនផ្ទុយទៅវិញជីវិតរបស់ Dio គឺប្រៀបដូចជាដុំពពកខ្មៅងងឹតដែលគ្មានពន្លឺព្រោះឪពុករបស់គេគឺជាមនុស្សដែលអន់ជាទីបំផុតដោយគាត់នៅតែខូចខិលប្រមឹកចង់បានស្រាគ្រប់ពេលវេលាពិតណាស់ Dio គឺទៅរស់នៅក្នុងសភាពក្រីក្រលំបាកយ៉ាងខ្លាំងព្រោះតែមាន Dario ដែលជាឪពុកមិនបានការម្នាក់នេះក្នុងពេលជាមួយគ្នានេះ Jojo មានទ្រព្យសម្បត្តិស្តុកស្ដំហើយជីវិតរបស់គេគឺពិតជាអស្ចារ្យនិងមានក្តីសុខបំផុតថ្ងៃមួយ Jojo បានជួបក្មេងស្រីម្នាក់ឈ្មោះ Erina Penneton ដែលចៃដន្យនៅពេលនោះមានក្មេងប្រុសខូចខិលពីរនាក់កំពុងធ្វើបាបនាងដោយពួកវាបានដណ្ដើមយកតុក្កតារបស់នាងហើយព្យាយាមហែកសម្ពុតតុក្កតានោះចេញដើម្បីមើលថាតើវាមានប្រដាប់ភេទដូចមនុស្សស្រីដែរឬទេ Jojo បានឃើញហេតុការណ៍នេះក៏ចូលទៅរារាំងពួកវាទោះបីជាគាត់អាចជួយនាងបានសម្រេចក៏ដោយតែចុងក្រោយ Jojo បែរជាត្រូវពួកក្មេងទំនើងទាំងនោះព្រួតវារងរបួសយ៉ាងដំណំErina បានព្យាយាមថ្លែងអំណរគុណ Jojo សម្រាប់ការជួយនាងក៏ដូចជាតុក្កតារបស់នាងជាការឆ្លើយតបមកវិញ Jojo បានព្យាយាមធ្វើចរិតជាសុភាពបុរសយ៉ាងលយនៅចំពោះមុខនាងដោយមិនចង់បានការស្នងគុណអ្វីវិញនោះទេ Just leave me alone. I'll be fine. I did not take a beating just now for your sake. All I want is to conduct myself as a gentleman. ត្រឡប់មកខាង Dio វិញឪពុកមិនបានការ Dario នៅទីបំផុតក៏បានមកដល់ដង្ហើមចុងក្រោយតែនេះជាថ្ងៃដែល Dio ទន្ទឹងរង់ចាំជាយូរណាស់មកហើយមុនពេលស្លាប់ Dario បានប្រកល់សម្បត្តិមួយច្បាប់ទៅឲ្យកូនប្រុស Dio ដោយប្រាប់ឲ្យគេយកវាទៅបង្ហាញលោក George Joestar ដើម្បីឲ្យលោក George Joestar អាចទទួលយកគេធ្វើជាកូនធម៌ហើយ Dio ក៏បានទទួលយកសម្បត្តិនោះដោយក្តីរីករាយមិនយូរប៉ុន្មាន Dio បានឈានជើងចូលទៅក្នុងភូមិគ្រឹះរបស់គ្រួសារ Joestar ហើយក៏ជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យជីវិតរបស់ Jojo ល្អក់កកផងដែរដោយរូបគេបានធ្វើឲ្យមានការរង្គោះរង្គើជាខ្លាំងតាំងពីឈានជើងចូលមកដំបូងអ្វីដែលកាន់តែហួសចិត្តនោះគឺគេបានទាត់ឆ្កែសំណប់ចិត្តរបស់ Jojo ដែលមានឈ្មោះថា Danny ភ្លាមៗនៅពេលដែលគេបានមកដល់ដូចជាព្រៃផ្សាយពេកហើយ Dio នេះពិតជាអាក្រក់ខ្លាំងមែនក្នុងរយៈពេលប្រហែលថ្ងៃបន្ទាប់ Dio បានធ្វើឲ្យជីវិតរបស់ Jojo ដូចធ្លាក់នរកទាំងរស់គេធ្វើពុតជាមនុស្សល្អនៅចំពោះមុខឪពុករបស់ Jojo ប៉ុន្តែនៅពីក្រោយខ្នងគឺជាបិសាចដែលតាមបំផ្លាញជីវិតរបស់ Jojo ជានិច្ចគេបានធ្វើឲ្យ Jojo ឯកោពីមិត្តភ័ក្តិនិងឪពុករបស់ខ្លួនដោយការដើរនិយាយបង្កាច់បង្ខូចពីគេនិងព្យាយាមយកឈ្នះ Jojo នៅក្នុងគ្រប់សកម្មភាពទាំងអស់ដែល Jojo ចូលចិត្តធ្វើដើម្បីបង្ហាញថាខ្លួនគឺពូកែជាង Jojo នេះពិតជាល្បិចកលរបស់សត្រូវស៊ីសាច់ហុតឈាមដ៏ពិតប្រាកដមិនយូរប៉ុន្មាន Jojo ក៏ចាប់ផ្ដើមបាត់បង់អ្វីគ្រប់យ៉ាងគ្មាននរណាម្នាក់នៅក្បែរគាត់ទៀតឡើយ Jojo the Squealer. Dio, he's slandering me. Jojo គិតក្នុងចិត្ត Dio វាបានបង្កាច់បង្ខូចគេឈ្មោះខ្ញុំប៉ុន្តែ Jojo គឺនៅសល់ Danny មួយគត់ដែលជាឆ្កែដ៏សំណប់ចិត្តគួរឲ្យស្រឡាញ់របស់គាត់ទោះជាយ៉ាងណាស្ថានភាពបានប្រែប្រួលល្អប្រសើរឡើងបន្តិចសម្រាប់ Jojo នៅពេលដែល Erina បានត្រឡប់ចូលមកក្នុងជីវិតរបស់គាត់វិញនាងបានយកផ្លែទំពាំងបាយជូរមួយចំនួនមកទុកឲ្យ Jojo ដើម្បីជាកាដូសម្រាប់ការជួយសង្គ្រោះនាងកាលពីថ្ងៃមុនហើយបានហុចដៃបង្កើតចំណងមិត្តភាពជាមួយគ្នាហើយមិនយូរប៉ុន្មានមិត្តភាពនេះក៏បានប្រែទៅជាស្នេហាដ៏ស្រស់បំព្រងដែលធ្វើឲ្យជីវិតរបស់ Jojo ចាប់ផ្ដើមមានពន្លឺឡើងវិញwas suddenly made brighter by love's growing embers. ក្រោយមក Dio ក៏បានដឹងរឿងនេះហើយគេពិតជានៅមិនសុខទាល់តែសោះព្រោះតែភាពចំណែន Dio មានការខឹងសម្បារជាខ្លាំងនៅពេលដែលឃើញ Jojo មានមនុស្សដែលស្រឡាញ់គេខ្លាំងបែបនេះហើយគេក៏ចាប់ផ្ដើមរៀបគម្រោងធ្វើរឿងមិនល្អដើម្បីបំផ្លាញវានិយាយទៅគេពិតជាបានធ្វើរឿងហួសហេតុយ៉ាងខ្លាំងថ្ងៃមួយខណៈពេលដែល Erina កំពុងដើរតាមផ្លូវដោយក្តីរីករាយភ្លាមនោះ Dio ក៏បានបង្ហាញខ្លួននៅចំពោះមុខនាងរួចក៏បានចាប់ថើបមាត់នាងដោយបង្ខំគិតទៅ Dio នេះគួរឲ្យស្អប់ពិតមែនការដែលគេធ្វើបែបនេះព្រោះគេចង់ថើប Erina ឲ្យបានមុន Jojo You thought your first kiss would be Jojo, but it was I, Dio. ទង្វើនេះគឺពិតជាថោកទាបបំផុត Erina បានដួលសន្លប់បាត់បង់ស្មារតីបន្ទាប់ពីហេតុការណ៍នោះកើតឡើងព្រោះតែនាងរន្ធត់ចិត្តខ្លាំងពេកទោះជាយ៉ាងណាភ្លាមនៅពេលដែលនាងដឹងខ្លួនឡើងវិញនាងបានចាប់ផ្ដើមលាងសម្អាតមាត់របស់នាងជាមួយនឹងទឹកថ្លុកកខ្វក់នៅលើដី
ពេលឃើញដូចនេះ Dio មិនពេញចិត្តនឹងទង្វើនេះតតែសោះដូច្នេះហើយគេក៏បានទះកំភ្លៀងនាងមួយទំហឹងព្រោះតែនាងហ៊ានចាត់ទុកការថើបរបស់គាត់ថាជាការថើបដែលកខ្វក់ទៅវិញមិនយូរប៉ុន្មាន Jojo ក៏បានដឹងរឿងនេះហើយសង្គ្រាមក៏ចាប់ផ្ដើមផ្ទុះឡើង Jojo បានចូលទៅវេ Dio យ៉ាងដំណំតាំងពីដើមមក Dio ធ្លាប់តែមើលសារ Jojo ព្រោះតែគេគិតថាខ្លួនឯងពូកែជាង Jojo គ្រប់កិច្ចការទាំងអស់ប៉ុន្តែគេពិតជាគិតខុសទាំងស្រុងជាក់ស្ដែងនៅពេលដែលត្រូវការពារមនុស្សជាទីស្រឡាញ់ Jojo គឺជាបរិសុទ្ធពិតប្រាកដម្នាក់ហើយគេបានវាយបំបាក់ Dio យ៉ាងលឿនបំផុតក្នុងរយៈពេលដ៏ខ្លីខណៈពេលដែលពួកគេកំពុងប្រយុទ្ធគ្នាឈាមរបស់ Dio ក៏បានខ្ទាតទៅត្រូវរបាំងមុខដែលយើងបានឃើញកាលពីមុនហើយពិតណាស់វាបានដំណើរការឡើងវិញម្ដងទៀតប៉ុន្តែជាអកុសលមុនពេលដែលហេតុការណ៍នោះកើតឡើងបន្តភ្លាមនោះលោក Jojo Star ក៏បានចូលមកដល់ខាត់ពួកគេរួចគាត់បានប្រាប់ Jojo ឲ្យដកដៃចេញពី Dio ថែមទៀតមុនពេលបញ្ជូនពួកគេទាំងពីរឲ្យទៅបន្ទប់រៀងៗខ្លួន Bro Dio មានការខឹងសម្បាជាខ្លាំងព្រោះមុននេះ Jojo បានវេឈ្នះមានព្រៀបលើគេដោយកំហឹងចង់សងសឹក Dio បានដុតឆ្កែរបស់ Jojo សម្រាប់ចោលពិតមែនហើយខ្ញុំមិនមែននិយាយលេងសើចនោះទេ Dio ពិតជាបានចាប់ Danny ដាក់ចូលទៅក្នុងកន្លែងគេដុតសម្រាមហើយបានដុតវារហូតដល់ស្លាប់យ៉ាងវេទនាគួរឲ្យអាណិតបំផុតនិយាយមែនខ្ញុំធ្លាប់តែគិតថា Sukuna គឺជាស្ដេច Curse ដែលគ្មានបេះដូងប៉ុន្តែប្រៀប Sukuna ជាមួយ Dio ទើបដឹងថា Dio អាក្រក់ព្រៃផ្សៃខ្លាំងដល់កម្រិតណាក្រោយមកសាច់រឿងបានកាត់មកដល់ទីក្រុង London ប្រទេសអង់គ្លេសយើងឃើញថាកំពូលឃាតករសម្លាប់មនុស្សដ៏សាហាវដែលល្បីល្បាញឈ្មោះ Jack the Ripper ក៏មានវត្តមាននៅទីនោះដែរតែយើងនៅមិនទាន់ដឹងថារឿងនោះមានទំនាក់ទំនងអ្វីនៅឡើយទេត្រឡប់មកខាង Jojo វិញពេលវេលាបានកន្លងផុតទៅអស់7ឆ្នាំហើយពេលនេះ Jojo និង Dio ហាក់ដូចជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ប៉ុន្តែបើយើងស្គាល់ក្រយ៉ៅ Dio ច្បាស់យើងច្បាស់ជាដឹងថាគេកំពុងតែរៀបចំផែនការអាក្រក់អ្វីមួយនៅពីក្រោយខ្នងជាមិនខាននៅពេលនេះអ្នកទាំងពីរបានធំពេញកំឡោះអស់ហើយដោយ Dio រៀនផ្នែកច្បាប់ចំណែក Jojo វិញរៀនផ្នែកបុរាណវិទ្យាហើយពួកគេទាំងពីរក៏ពូកែខាងកីឡាខ្លាំងណាស់ដែរក្នុងពេលជាមួយគ្នានេះឪពុករបស់ Jojo គឺលោក George បានធ្លាក់ខ្លួនឈឺជាទម្ងន់អស់រយៈពេលជាច្រើនខែដែលធ្វើឲ្យ Jojo និង Dio បង្ហាញក្តីបារម្ភចំពោះគាត់ប៉ុន្តែ Jojo មានអារម្មណ៍ថាសង្ស័យព្រោះឪពុករបស់គាត់សុកស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមៗដោយគ្មានមូលហេតុទាល់តែសោះថ្ងៃមួយខណៈពេលដែល Jojo កំពុងសិក្សាស្រាវជ្រាវអំពីស្រោមមុខអាចកំបាំងនោះគេក៏បានប្រទះឃើញសម្បត្តិចាស់មួយច្បាប់ដោយចៃដន្យវាគឺជាសម្បត្តិដែល Dario បានប្រគល់ឲ្យ Dio មុនពេលគាត់ស្លាប់បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ Jojo បានរកឃើញរឿងគួរឲ្យភ្ញាក់ផ្អើលមួយគឺមុនពេលឪពុករបស់ Dio បាត់បង់ជីវិតគាត់ក៏មានរោគសញ្ញាឈឺស្កាត់ដូចគ្នាបេះបិទទៅនឹងរោគសញ្ញាជំងឺរបស់ឪពុក Jojo ឥឡូវដែរហើយអ្នកដែលតែងតែយកថ្នាំទៅឲ្យឪពុក Jojo លេបរាល់ថ្ងៃគឺគ្មាននរណាក្រៅពី Dio ឡើយ Jojo បានទៅសួរដេញដោលរោគចម្លើយពី Dio ភ្លាមៗដែលធ្វើឲ្យ Dio ព្យាយាមប្រកែកការពារខ្លួនយ៉ាងខ្លាំងពេលនោះ Jojo បានដឹងច្បាស់ថា Dio គឺពិតជាស្អប់ Dario ដែលជាឪពុករបស់ខ្លួនឯងដូច្នេះវាមានភាគរយខ្ពស់ណាស់ដែល Dio គឺជាឃាតករដាក់ថ្នាំបំពុលសម្រាប់ឪពុកខ្លួនឯងដូចគ្នាហើយនៅពេលនេះ Dio ក៏កំពុងតែលួចបំពុលសម្រាប់លោក Jojo Star ដែលជាឪពុករបស់ Jojo ដើម្បីដណ្ដើមយកទ្រព្យសម្បត្តិម្នាក់ទៀតទោះបីជា Jojo មានការសង្ស័យយ៉ាងច្បាស់លាស់ប៉ុន្តែគេនៅខ្វះភស្តុតាងជាក់ស្ដែងដូច្នេះគេក៏សម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុង London ដែលជាកន្លែងកុមារភាពរបស់ Dio ដើម្បីស្វែងរកការពិតនិងស្វែងរកមើលអ្នកលក់ថ្នាំពុលនោះដោយគេចង់ដឹងឲ្យច្បាស់ថាតើវាមានសារធាតុអ្វីខ្លះនៅក្នុងថ្នាំដែល Dio យកឲ្យឪពុករបស់គេលេបមុននឹងចេញដំណើរ Jojo បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មេផ្ទះរបស់ខ្លួនដោយប្រាប់ឲ្យពិនិត្យរាល់អាហារនិងទឹកដែលលោក George បរិភោគទាំងអស់ហើយត្រូវប្រកាសថាមិនឲ្យ Dio ចូលទៅជិតលោក George តទៀតជាដាច់ខាតលុះពេលទៅដល់ទីក្រុង London Jojo បានដើរចូលទៅដល់តំបន់ Oak Street ដែលជាតំបន់ល្បីល្បាញខាងសម្បូរទៅដោយពួកក្រុមបងធំនិងក្រុមអ ுக ្រិតជននៅទីនោះហើយដែល Jojo បានជួបជាមួយបុរសខ្លាំងម្នាក់ឈ្មោះ Speedwagon ភ្លាមនោះ Speedwagon រួមជាមួយពួកក្មេងពាល2នាក់ទៀតបានស្ទុះចូលមកវាយប្រហារ Jojo ទោះជាយ៉ាងណា Jojo បានត្រឹមតែការពារខ្លួនហើយវាយតបតវិញបន្តិចបន្តួចដោយបន្ធូរដៃពួកវាអត់សូវចង់វាយវិញប្រមាណនោះទេពេលឃើញដូចនេះ Speedwagon បានសួរ Jojo ទាំងចម្ងល់ថាហេតុអ្វីបានជាគេមិនព្រមវាយប្រហារពួកគេខ្លាំងៗវិញបែបនេះរួចហើយ Jojo ក៏បានតបវិញថាព្រោះតែគាត់មិនចង់ឲ្យក្រុមគ្រួសាររបស់ពួកគេកំពុងរងចាំពួកគេនៅផ្ទះមានការព្រួយបារម្ភដូច្នេះគាត់មិនចង់ឲ្យអ្នកផ្ទះរបស់ពួកគេត្រូវកើតទុក្ខដោយសារតែពួកគេត្រូវរងរបួសនោះឡើយជាមួយនឹងសម្ដីដ៏មានគុណធម៌នេះគឺបានទិញចិត្តនិងយកឈ្នះបេះដូងរបស់ Speedwagon យ៉ាងខ្លាំងរហូតដល់ Speedwagon ស្ម័គ្រចិត្តនាំ Jojo ទៅរកគ្រូថ្នាំដែល Jojo កំពុងស្វែងរកឲ្យថែមទាំងចុះចូលរួមដំណើរជាមួយ Jojo ថែមទៀតផងត្រឡប់មកខាង Dio វិញគេក៏បានចូលមកលួចស្រោមមុខដែល Jojo ទុកស្រាវជ្រាវនៅក្នុងបន្ទប់ហើយថែមទាំងមានគម្រោងប្រើប្រាស់វាដើម្បីសម្រាប់ Jojo ថែមទៀត Dio ដឹងថាស្រោមមុខនេះមានប្រតិកម្មនឹងដំណើរការទៅបានដោយសារឈាមប៉ុន្តែគេមិនដឹងថានៅពេលមនុស្សពាក់វាទៅនឹងមានរឿងអ្វីកើតឡើងនោះទេដូច្នេះគេក៏បានចាប់ជនពាលម្នាក់នៅតាមដងផ្លូវមកធ្វើជាកណ្ដុរពិសោធន៍ដោយលទ្ធផលបានបង្ហាញថាស្រោមមុខនោះបានបាញ់បន្លាដៃចូលទៅក្នុងក្បាលនិងប្រែក្លាយមនុស្សឲ្យទៅជាបិសាចចិញ្ចក់ឈាមដែលមានថាមពលខ្លាំងខុសពីមនុស្សធម្មតាភ្លាមនោះជនពាលដែលខ្លាចជាបិសាចចិញ្ចក់ឈាមនោះបានស្ទុះមកចាប់ច្របាច់កនិងព្យាយាមបឺតឈាមយកជីវិត Dio វិញប៉ុន្តែសំណាងល្អពន្លឺព្រះអាទិត្យនៅពេលព្រឹកក៏បានរះឡើងទាន់ពេលវេលាដែលធ្វើឲ្យបិសាចចិញ្ចក់ឈាមនោះរលាយបាត់ទៅហើយ Dio ក៏អាចរស់រានមានជីវិតជាបន្តទៀតមិនយូរប៉ុន្មាន Jojo បានត្រឡប់មកពីទីក្រុងឡុងវិញហើយបាននាំភស្តុតាងដែលគាត់ប្រមូលបានទាំងប្រមាណមកគប់ចំកណ្ដាលមុខរបស់ Dio You're a poisoner, Dio Brando. I have all the proof I require and then some.
ភ្លាមៗនៅពេលដែល Dio បានឮបែបនេះគេក៏ចាប់ផ្ដើមដើរតួកំសត់អង្វរលន់តួសំទោសដែលវាខុសឆ្លាស់ពីអ្វីដែល Jojo បានគិតទុក Dio បានប្រាប់ Jojo ថានៅពេលនេះខ្លួនគ្មានលេសដោះសារអ្វីទៀតទេហើយគេក៏ត្រៀមខ្លួនប្រគល់ខ្លួនឲ្យប៉ូលីសដែរបន្ទាប់មកគេក៏ចាប់ផ្ដើមរៀបរាប់ពីប្រវត្តិកំសត់ដ៏សែនឈឺចាប់របស់ខ្លួនកាលពីអតីតកាលរួមទាំងការពិតដែលថាឪពុករបស់គេគឺជាមនុស្សមិនបានការហើយឪពុករបស់គេនេះហើយគឺជាមូលហេតុដែលធ្វើឲ្យម្ដាយរបស់គេត្រូវស្លាប់បាត់បង់ជីវិតដែលវាបានបន្សល់ទុកនៅរបួសផ្លូវចិត្តជាប់ក្នុងជីវិតរបស់គេជារៀងរហូតប៉ុន្តែខណៈពេលដែល Dio កំពុងតែនិយាយរៀបរាប់យ៉ាងវែងអន្លាយនោះស្រាប់តែ Speedwagon បានដើរចេញមកហើយប្រាប់ Jojo ថាកុំឲ្យជឿសម្ដីរបស់ Dio ឲ្យសោះព្រោះបើតាមបទពិសោធន៍ធ្វើជាមនុស្សអាក្រក់របស់គាត់កន្លងមកគាត់គឺស្គាល់ក្លិនមនុស្សថោកទាបដូចជា Dio នេះច្បាស់ហើយ Dio គឺប្រហែលជាមនុស្សដែលមានក្លិនអាក្រក់ថោកទាបបំផុតដែលគាត់មិនដែលធ្លាប់ជួបពីមុនមក Speedwagon ថែមទាំងនិយាយទៀតថា Dio ហាក់ដូចជាកើតមកមានសារជាតិជាមនុស្សអាក្រក់តាំងពីកំណើតតែម្ដងដូច្នេះរឿងរ៉ាវអតីតកាលដ៏កំសត់របស់គេទាំងប៉ុន្មាននោះគឺមិនចាំបាច់ខ្វល់ខ្វាយឬយកមកគិតនោះឡើយបន្ទាប់មក Speedwagon ក៏បានបង្ហាញភស្តុតាងសំខាន់មួយទៀតដែលគេបាននាំមកនោះគឺជាមនុស្សម្នាក់ទៀតដែលបានលក់ថ្នាំពុលឲ្យ Dio នឹងឯងនៅពេលដែលការពិតត្រូវបានលាតត្រដាងឪពុករបស់ Jojo ក៏បានបង្ហាញខ្លួនមកហើយព្រមទាំងនាំកម្លាំងប៉ូលីសមកថែមទៀតមុនពេលដែលសមត្ថកិច្ចប្រើកម្លាំងចាប់ឃាត់ខ្លួន Dio ភ្លាមនោះ Dio ក៏បានស្ទុះរត់ទៅរក Jojo ជាមួយនឹងកាំបិតជាប់នឹងដៃក្នុងគោលបំណងចង់ឲ្យឈាមរបស់ Jojo ស្រក់ទៅលើរបាំងមុខដើម្បីឲ្យរូបគេអាចក្លាយជាបិសាចជក់ឈាមគេថែមទាំងនិយាយទៀតថាឈាមរបស់គ្រួសារ Joestar គឺជាសោរដ៏សំខាន់ដែលអាចធ្វើឲ្យគេមានថាមពលដ៏អស្ចារ្យប៉ុន្តែទោះជាយ៉ាងណាខណៈពេលដែល Dio ស្ទុះចូលមកនោះលោក Joestar ក៏បានរត់មកជួយពាំងផ្លែកាំបិតនោះជំនួស Jojo ដើម្បីការពារកូនប្រុសជាទីស្រឡាញ់របស់ខ្លួនភ្លាមនោះឈាមរបស់គាត់បានខ្ទាតស្រក់ទៅលើរបាំងមុខហើយ Dio ក៏បានយករបាំងមុខនោះមកពាក់ភ្លាមក៏ប៉ុន្តែគេបែរជាដួលបាត់បង់ស្មារតីទៅវិញកំឡុងពេលនឹងដែរ Jojo ក៏បានស្រែកយំយ៉ាងខ្លាំងពេលឃើញឪពុករបស់ខ្លួនកំពុងតែជិតស្លាប់បាត់បង់ជីវិតបែបនេះរួចគាត់ក៏បានស្រែកហៅគ្រូពេទ្យឲ្យមកជួយប៉ុន្តែឪពុករបស់គាត់បានប្រាប់ឲ្យគាត់ធ្វើចិត្តឲ្យស្ងប់ទៅលោក Joestar ថែមទាំងបានសុំទោស Jojo ផងដែរចំពោះការដែលគាត់មានភាពតឹងរឹងនិងប្រើភាពម៉ឺងម៉ាត់ខ្លាំងដាក់ Jojo កន្លងមកតាមពិតទៅគាត់មិនចង់ធ្វើបែបនោះដាក់ Jojo ប្រមាណទេដោយសារតែវាគឺជារបៀបដែលត្រូវអប់រំទូមានមនុស្សនៅក្នុងគ្រួសារ Joestar នឹងឯងទើបបានជាគាត់ធ្វើបែបនេះ Speedwagon ឃើញទស្សនវិជ្ជានេះហើយក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកមានសេចក្តីអាណិតខ្លាំងគេបាននិយាយថាមកទល់ពេលនេះគេតែងតែគិតថាមនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភទាំងអស់គឺសុទ្ធតែជាមនុស្សអាក្រក់ប៉ុន្តែពេលនេះគេបានឃើញច្បាស់នឹងភ្នែកហើយថាគ្រួសារ Joestar គឺមានភាពខុសប្លែកទាំងស្រុងដោយសារតែពួកគេអនុវត្តនៅរបៀបរស់នៅប្រកបដោយគុណធម៌យ៉ាងពិតប្រាកដទោះជាយ៉ាងណាក្នុងគណៈពេលដែលរឿងរ៉ាវទាំងអស់នោះកំពុងកើតឡើងយើងក៏បានដឹងនៅរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយទៀតតាមពិតទៅលោក George មិនមែនជាមនុស្សឆោតល្ងង់មិនដឹងខ្យល់អ្វីដោយដែលយើងទាំងអស់គ្នាបានគិតនោះទេគាត់បានដឹងតាំងពីដំបូងថា Dario គ្រាន់តែចូលមកលួចទ្រព្យសម្បត្តិរបស់គាត់តែប៉ុណ្ណោះដោយមិនមានចេតនាចូលមកជួយគាត់នោះឡើយនៅពេលដែលគាត់ជួបគ្រោះថ្នាក់កាលពីលើកមុនហើយគាត់បានដឹងរឿងនេះនៅពេលដែល Dario ព្យាយាមយកចិញ្ចៀនរបស់គាត់ទៅលក់ឲ្យឈ្មួញក្នុងតំបន់ទោះជាយ៉ាងណាគាត់បានអត់ឱនទោសឲ្យ Dario ហើយថែមទាំងបានជួយធានា Dario ឲ្យរស់នៅក្រៅឃុំចេញពីគុកថែមទៀតផងហើយអ្វីដែលគាត់ចង់បានពី Dario វិញគឺគ្រាន់តែចង់ឲ្យ Dario កែប្រែជីវិតរបស់ខ្លួនឡើងវិញដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារតែប៉ុណ្ណោះនៅពេលដែល Dio ចូលមករស់នៅក្នុងគ្រួសារ Joestar នោះលោក George Joestar បានដឹងយ៉ាងច្បាស់ថាគាត់មិនបានជពាក់គុណអ្វី Dio ទៀតនោះឡើយប៉ុន្តែគាត់នៅតែទទួលយក Dio និងមើលថែ Dio ដូចជាកូនប្រុសបង្កើតរបស់ខ្លួនដដែលពិតជាគួរឲ្យគោរពមែនលោក George Joestar គឺជាមនុស្សដែលមានចិត្តសប្បុរសខ្ពង់ខ្ពស់និងតែងតែព្យាយាមជួយគ្រប់គ្នាតាមដែលអាចធ្វើទៅបានតែពិតជាសោកស្ដាយណាស់មិនគួរណាគាត់ត្រូវមកស្លាប់បែបនេះទាល់តែសោះនៅពេលដែលលោក George Joestar ចិត្តផុតដង្ហើមទៅហើយនោះស្រាប់តែ Dio ក៏បានដឹងខ្លួនឡើងវិញក្នុងនាមជាបិសាចជញ្ជក់ឈាមដែលមានថាមពលអស្ចារ្យភ្លាមនោះគេបានវាយប្រហារទៅលើមន្ត្រីប៉ូលីសម្នាក់យ៉ាងសាហាវរហូតដល់ខ្ទេចក្បាលដែលធ្វើឲ្យ Jojo ធ្លាក់ក្នុងស្ថានភាពភ័យស្លន់ស្លោជាខ្លាំងព្រោះមិនដឹងថាមានរឿងឈួតលប់អ្វីកើតឡើងនោះទេបន្ទាប់មក Dio បានខំមន្ត្រីប៉ូលីសម្នាក់ទៀតហើយពិតណាស់ប៉ូលីសម្នាក់នោះក៏បានប្រែក្លាយទៅជាបិសាចជញ្ជក់ឈាមដែរបន្ទាប់មកប៉ូលីសបិសាចជញ្ជក់ឈាមនោះក៏បានចាប់ផ្ដើមដេញតាម Speedwagon ព្រោះវាមានការស្រែកឃ្លានឈាមរបស់គាត់ជាខ្លាំងទោះជាយ៉ាងណា Jojo បានជួយសង្គ្រោះ Speedwagon ទាន់ពេលវេលាដោយការវាយបំបីក្បាលរបស់ប៉ូលីសបិសាចជញ្ជក់ឈាមនោះឲ្យខ្ទេចពេលនេះ Jojo អស់ការអត់ធ្មត់ទៀតហើយរួចគាត់ក៏ចង់កំទេច Dio ឲ្យខានតែបានដោយសារតែគេបានសម្លាប់ឪពុករបស់ខ្លួនព្រមទាំងមនុស្សស្លូតត្រង់ដទៃទៀតដូច្នេះហើយ Jojo ក៏បាននឹកឃើញគំនិតមួយដោយគាត់បានព្យាយាមដុតកំទេច Dio ដោយប្រើភ្លើងក៏ប៉ុន្តែថាមពលបង្កើតកោសិកាព្យាបាលខ្លួនឡើងវិញរបស់ Dio គឺខ្លាំងណាស់ភ្លើងល្មមមិនអាចធ្វើអីគេបាននោះឡើយបន្ទាប់ពីនោះ Jojo បានប្រាប់ Speedwagon ឲ្យរត់ចេញពីផ្ទះនេះឲ្យលឿនព្រោះគាត់មានបំណងចង់ដុតខ្លួនឯងហើយអោប Dio ឲ្យស្លាប់ទៅជាមួយគ្នានៅក្នុងផ្ទះនេះដូចនេះថាមពលបង្កើតកោសិកាឡើងវិញរបស់ Dio នឹងមិនអាចដំណើរការបានទាន់ពេលនោះឡើយទោះជាយ៉ាងណាកំឡុងពេលប្រយុទ្ធគ្នាជាមួយ Dio តែពីរអ្នក Jojo បានផ្លាស់ប្ដូរយុទ្ធសាស្ត្រភ្លាមដោយគាត់បានព្យាយាមវាយ Dio ឲ្យខ្ទាតប៉ាងទៅជាប់នៅសសរស្រួចបាក់មួយយ៉ាងពេញទំហឹងជាលទ្ធផល Dio ក៏បានជាប់គាំងនៅក្នុងសសរនោះហើយត្រូវបានភ្លើងឆេះខ្លោចដោយត្រីអាំងតែម្ដងចំណែកឯ Jojo វិញសំណាងល្អគាត់ក៏អាចរត់គេចខ្លួនចេញពីផ្ទះដែលកំពុងឆាបឆេះនោះបានសម្រេចហើយរស់រានមានជីវិតធម្មតាព្រោះតែគេជាតួឯកទោះជាយ៉ាងណានៅពេលដែលស្ថានភាពស្ងប់ស្ងាត់ទៅយើងក៏បានឃើញថា Dio ប្រហែលជាអាចនៅរស់រានមានជីវិតដូចគ្នានៅពេលនេះភូមិគ្រឹះរបស់ Jojo ត្រូវបានភ្លើងឆេះរលាយคล้ายទៅជាផេះផង់អស់ទៅហើយដូចនេះទ្រព្យសម្បត្តិនិងរបស់របរជាច្រើនទៀត Jojo គ្មាននៅសល់អ្វីទៀតនោះទេប៉ុន្តែទោះជាយ៉ាងណាគាត់គឺនៅសល់តែដង្ហើមតែមួយគត់ដើម្បីបន្តដំណើរទៅមុខទៀតត្រឡប់មកខាង Dio វិញមិនហើយគេពិតជានៅមានជីវិតនៅឡើយហើយថែមទាំងបានចាប់គ្រូថ្នាំដែលជាអ្នកលក់ថ្នាំពុលឲ្យគេនោះមកធ្វើជាកូនចៅបម្រើដាច់ថ្លៃទៀតផងដោយចង់បន្ថែមសមាជិកទៅក្នុងបញ្ជីកូនចៅរបស់ខ្លួន Dio ក៏បានទៅរក Jack the Ripper ដើម្បីឲ្យមកចូលរួមក្រុមជាមួយខ្លួនមែនហើយតាមមើលទៅ Dio មានសមត្ថភាពពិសេសអាចចាប់គេធ្វើជាកូនចៅរបស់ខ្លួនបានដោយគ្រាន់តែប៉ះទៅលើសាកសព Dio អាចចាប់បញ្ចូលនៅថាមពលបិសាចជញ្ជក់ឈាមរបស់គេទៅក្នុងនោះដែលធ្វើឲ្យសាកសពប្រែក្លាយជាខ្មោចឆៅដែលមានភក្តីភាពនិងស្ដាប់បង្គាប់
គាប់ Dio តែម្នាក់គត់បន្ទាប់ពីបានប្រែក្លាយ Jack the Ripper រួចហើយ Dio ក៏បានប្រកល់ភារកិច្ចឲ្យគេបន្លំខ្លួនធ្វើជាអ្នកបម្រើក្នុងហាងមួយក្នុងគោលបំណងស្វែងរកមនុស្សយកមក Dio ស៊ីចំណែកឯ Jojo វិញគេកំពុងតែសម្រាប់ព្យាបាលរបួសដោយមានការមើលថែយ៉ាងកក់ក្ដៅពីសំណាក់ Erina ដែលជាមិត្តស្រីជាទីស្រឡាញ់របស់គាត់ក៏ប៉ុន្តែមិនយូរប៉ុន្មានអ្វីៗក៏បានប្រែប្រួលនៅពេលដែលពួកគេបានជួបប្រទះជាមួយបរិសុទ្ធចម្លែកជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Zeppeli ដោយគាត់មានសមត្ថភាពដ៏អស្ចារ្យខុសពីមនុស្សធម្មតាហើយគាត់មានទម្លាប់ចូលចិត្តរោយម្រេចច្រើនលើនំសាំងវិចរបស់គាត់នៅពេលនឹង Jojo មានការងឿងឆ្ងល់ជាខ្លាំងតែទោះជាយ៉ាងណារាល់ចម្ងល់ទាំងអស់ត្រូវបានលាតត្រដាងយ៉ាងច្បាស់នៅពេលដែលលោកគ្រូ Zeppeli បានដាល់ Jojo មួយដៃដោយប្រើថាមពល Harmon ដែលវាគឺជាថាមពលកើតចេញពីចរន្តដង្ហើមមានលក្ខណៈដូចទៅនឹងពន្លឺព្រះអាទិត្យហើយភ្លាមនោះមុខរបួសនឹងការឈឺចាប់របស់ Jojo ទាំងប៉ុន្មានក៏បានជាសះស្បើយបាត់អស់រលីងមួយរំពេចតាមពិតទៅថាមពល Harmon នេះហើយគឺជាថាមពលដែលប្រឆាំងជាមួយនឹងថាមពលរបស់ពួកបិសាចជញ្ជក់ឈាមហើយវាក៏ជាកូនសោដ៏សំខាន់ក្នុងការកម្ចាត់ Dio ផងដែរ Zeppeli បានអះអាងថា Jojo គឺជាមនុស្សដែលត្រូវបានជ្រើសរើសហើយគាត់ក៏យល់ព្រមផ្ដល់ឱកាសឲ្យ Jojo ធ្វើជាសិស្សរបស់គាត់ដើម្បីរៀនសូត្រពីរបៀបប្រើប្រាស់ថាមពល Harmon នេះដូចនេះ Jojo ក៏បានយល់ព្រមភ្លាមបន្ទាប់ពីបានហ្វឹកហាត់របៀបដកដង្ហើមដើម្បីបង្កើតឲ្យមានថាមពល Harmon នៅក្នុងរាងកាយអស់រយៈពេល 2-3 ម៉ោងហើយលោកគ្រូ Zeppeli ក៏បានរៀបរាប់ប្រាប់ Jojo ពីរឿងរ៉ាវដែលគាត់បានដឹងពាក់ព័ន្ធនឹងពួកបិសាចជញ្ជក់ឈាមនិងវត្តមានរបស់ពួកវាកាលពីយូរលង់ណាស់មកហើយនៅពេលដែលលោកគ្រូ Zeppeli មានវ័យជំទង់គាត់បានចូលរួមក្នុងក្រុមស្រាវជ្រាវបុរាណវិទ្យាមួយនៅក្នុងប្រទេសមិចស៊ិកនៅទីនោះគាត់នឹងក្រុមការងារបានរកឃើញរបាំងមុខដ៏អាថ៌កំបាំងមួយមែនហើយវាគឺជារបាំងមុខដែល Dio កំពុងតែប្រើបច្ចុប្បន្ននឹងឯងប៉ុន្តែជាអកុសលសមាជិកក្រុមម្នាក់បានយករបាំងមុខនោះមកពាក់ដោយចៃដន្យហើយក៏បានប្រែក្លាយទៅជាបិសាចជញ្ជក់ឈាមរួចក៏បានសម្លាប់សមាជិកដទៃទៀតចោលទាំងអស់នៅសល់តែលោកគ្រូ Zeppeli ម្នាក់តែប៉ុណ្ណោះដែលនៅរស់រានមានជីវិតដោយបរិសុទ្ធដែលបានពាក់របាំងមុខនោះគឺត្រូវជាឪពុកបង្កើតរបស់លោកគ្រូ Zeppeli នឹងឯងរួចហើយឪពុករបស់លោកគ្រូ Zeppeli ក៏បានដួលស្លាប់បាត់បង់ជីវិតនៅចំពោះមុខលោកគ្រូ Zeppeli តែម្ដងដោយសារតែត្រូវពន្លឺព្រះអាទិត្យបានរះឡើងចំពេលនោះបកមកពេលបច្ចុប្បន្នវិញគណៈពេលដែល Jojo កំពុងតែមានការរីកចម្រើនខ្លាំងក្នុងការវឹកហាត់ថាមពល Harmon Speedwagon ក៏បានរកឃើញតម្រុយថា Dio ប្រហែលជាកំពុងតែលាក់ខ្លួននៅក្នុងភូមិ Winnislot ដែលជាភូមិជនបទដ៏ស្ងប់ស្ងាត់មួយស្ថិតនៅក្បែរទីក្រុងឡុងជាក់ស្ដែងមួយរយៈចុងក្រោយនេះមានមនុស្សជាច្រើននៅក្នុងភូមិនោះបានបាត់ខ្លួនជាបន្តបន្ទាប់ហើយអ្នកភូមិក៏មានការសង្ស័យពីរឿងរ៉ាវចម្លែកគួរឲ្យខ្លាចទាំងនេះផងដែរនៅពេលដែលក្រុមតួឯករបស់យើងកំពុងធ្វើដំណើរនៅតាមផ្លូវទៅកាន់ទីនោះ Jojo ក៏ស្រាប់តែនឹកឃើញថាខ្លួនមិនទាន់បានទៅលាគ្នាជាមួយនឹងអូន Erina នៅឡើយទេដោយហេតុនេះហើយ Jojo គេក៏បានបដិញ្ញាចិត្តថានឹងត្រឡប់មករកអូន Erina វិញឲ្យបានជាដាច់ខាតបើទោះបីជាមានរឿងអ្វីក៏ដោយមើលទៅ Jojo ប្រហែលជាមិនមែនជាសង្សារល្អប្រមាណទេមើលទៅបើទៅចោលគេអត់មានប្រាប់អញ្ចឹងមិនយូរប្រហែលក្រុមគ្នារបស់ Jojo ក៏បានធ្វើដំណើរទៅដល់ភូមិនោះហើយពួកគេបានជួបជាមួយនឹង Jack the Ripper ដែលបានចេញមកស្វាគមន៍ពួកគេដោយការសម្លាប់សេះរបស់ពួកគេយ៉ាងសាហាវព្រៃផ្សៃភ្លាមនោះ Zeppeli បានប្រាប់ឲ្យ Jojo កម្ចាត់ Jack ដោយប្រើថាមពល Harmon ដែលខ្លួនបានហាត់រៀនលោកគ្រូ Zeppeli ក៏បានឲ្យ Jojo កាន់កែវស្រាដែលមានទឹកពេញដើម្បីប្រយុទ្ធគ្នាជាមួយនឹង Jack ដោយមិនឲ្យស្រានោះកំពប់សំបីតែមួយដំណក់បើសិនជា Jojo អាចធ្វើបាននោះការធ្វើតេស្តដំបូងរបស់គាត់នឹងទទួលជោគជ័យដំបូងឡើយ Jojo មានការលំបាកជាខ្លាំងហើយក៏ចាប់ផ្ដើមរារែកចិត្តក៏ប៉ុន្តែនៅពេលដែល Jojo អាចបញ្ចេញថាមពល Harmon របស់ខ្លួនឲ្យរត់ឆ្លងកាត់តាមរយៈកែវស្រានោះបាន Jojo ក៏អាចវាយកំទេច Jack the Ripper ឲ្យរលាយបាត់បានយ៉ាងងាយស្រួលតែម្ដងបន្ទាប់មកពួកគេក៏បានធ្វើដំណើរទៅដល់ភូមិ Winnight នោះបើមើលស្ថានភាពនៅពេលនេះវាដូចជាស្ងប់ស្ងាត់ធម្មតាហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងនោះទេប៉ុន្តែតើវាអាចរក្សាភាពស្ងប់ស្ងាត់បែបនេះបានយូរប៉ុណ្ណាទៅក្រុមរបស់យើងបានបន្តដំណើរទៅមុខទៀតហើយ Speedwagon ហាក់ដូចជាមានការពិបាកក្នុងការដើរឲ្យទាន់គេខ្លាំងណាស់នៅពេលនោះពួកគេបានជួបជាមួយក្មេងប្រុសម្នាក់ឈ្មោះ Poco ដោយវាបានស្ទុះចូលមកលួចមួកនិងកាបូបរបស់ Speedwagon រួចក៏បានរត់ឡើងទៅលើកិច្ចខ្លួនទោះជាយ៉ាងណាពួកគេក៏បានដេញតាមចាប់ក្មេងប្រុសនោះបានទាន់ពេលវេលាក៏ប៉ុន្តែពួកគេស្រាប់តែដឹងខ្លួនថាពួកគេកំពុងតែជាប់អន្ទាក់របស់ពួកសត្រូវបាត់ទៅហើយតាមពិតទៅក្មេងប្រុស Poco គឺត្រូវបាន Dio ប្រើវេទមន្តសណ្ដំចិត្តដើម្បីឲ្យនាំផ្លូវក្រុមរបស់ Jojo មកកាន់ទីតាំងមួយនេះតែប៉ុណ្ណោះនៅពេលដែល Poco បានដឹងខ្លួនឡើងវិញភ្លាម Dio ក៏បានបង្ហាញខ្លួននៅចំពោះមុខពួកគេគ្រាន់តែកលេចឃើញ Dio ភ្លាមលោកគ្រូ Zeppeli ក៏បានស្ទុះចូលទៅវាយប្រហារមុនគេតែម្ដងទោះជាយ៉ាងណាមិនយូរប៉ុន្មានគាត់ក៏បានដឹងខ្លួនថា Dio គឺមានសមត្ថភាពខ្លាំងពូកែខុសប្លែកពីកម្រិតមនុស្សធម្មតាឆ្ងាយណាស់ Dio បានធ្វើឲ្យដៃរបស់លោកគ្រូ Zeppeli ក៏ភ្លាមដោយការគ្រប់គ្រងសីតុណ្ហភាពតាមរយៈចរន្តឈាមដោយហេតុនេះលោកគ្រូ Zeppeli មិនអាចបញ្ចេញថាមពល Harmon បាននោះឡើយឃើញស្ថានភាពគ្រោះថ្នាក់បែបនេះ Jojo ក៏បានស្ទុះចូលទៅជួយសង្គ្រោះលោកគ្រូ Zeppeli បានទាន់ពេលវេលាភ្លាមនោះដែរ Dio ក៏ចាប់ផ្ដើមបង្ហាញខ្លួនកូនចៅដែលមានសមត្ថភាពខ្លាំងរបស់គេពីរនាក់ទៀតចេញមកដោយពួកគេគឺជាកំពូលអ្នកចម្បាំងខ្មោចឆៅដែលមានភក្ដីភាពស្មោះស្ម័គ្រជាមួយម្ចាស់ជាទីបំផុតបន្ទាប់មកយើងក៏បានដឹងពីរឿងរ៉ាវរបស់អ្នកចម្បាំងខ្មោចឆៅទាំងពីរនាក់នោះដោយពួកគេមានឈ្មោះថា Tarkus និង Bruford តាមពិតទៅកំពូលអ្នកចម្បាំងទាំងពីរនាក់នេះមានភាពល្បីល្បាញណាស់តាំងពីពួកគេបម្រើការឲ្យម្ចាស់ក្សត្រី Mary Stuart ដែលជាព្រះរាជិនីនៃប្រទេស Scotland ពួកគេមានភក្ដីភាពចំពោះព្រះនាងខ្លាំងជាទីបំផុតនិងបំពេញតួនាទីបានយ៉ាងល្អឥតខ្ចោះប៉ុន្តែបន្ទាប់ពីព្រះនាង Mary ត្រូវបានចាប់ខ្លួនដោយសារតែបងប្អូនជីដូនមួយព្រះនាងឈ្មោះ Elizabeth ដែលបានក្បត់ដណ្ដើមយករាជបល្ល័ង្កពីព្រះនាងមកព្រះនាង Mary ក៏ត្រូវបានរស់នៅក្នុងបន្ទប់ឃុំឃាំងនៅលើកំពូលប៉មតែម្នាក់ឯងចាត់តាំងពីពេលនោះក្រោយមកទៀត Tarkus និង Bruford ក៏បានប្រយុទ្ធតស៊ូយ៉ាងក្លាហានដើម្បីជួយសង្គ្រោះព្រះនាង Mary ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ព្រះនាង Elizabeth ដោយពិបាកទប់ទល់នឹងមេទ័ពទាំងពីរខ្លាំងពេកព្រះនាង Elizabeth ក៏បានដាក់លក្ខខណ្ឌមួយទៅឲ្យពួកគេ
ព្រះនាង Elizabeth ប្រាប់អ្នកទាំងពីរឲ្យលះបង់ជីវិតរបស់ខ្លួនប្រសិនបើចង់ឲ្យព្រះនាង Mary មានសេរីភាពឡើងវិញនោះដូចនេះពួកគេទាំងពីរក៏បានយល់ព្រមធ្វើតាមលក្ខខណ្ឌនោះដោយសេចក្តីពេញចិត្តប៉ុន្តែនៅពេលដែលពួកគេកំពុងស្ថិតនៅលើវាលពិឃាតត្រៀមប្រហារជីវិតពួកគេក៏បានដឹងការពិតថាពួកគេត្រូវបានគេបោកប្រាស់ទាំងស្រុងដោយព្រះនាង Mary គឺត្រូវបានគេធ្វើឃាតជាយូរលង់ណាស់មកហើយដោយសារតែរឿងរ៉ាវដ៏អយុត្តិធម៌ទាំងអស់នោះវាបានធ្វើឲ្យព្រលឹងរបស់ពួកគេគឺពោពេញទៅដោយគំនុំនិងសេចក្តីស្អប់ខ្ពើមជាទីបំផុតភ្លាមនោះ Bruford បានចាប់ផ្ដើមវាយប្រហារទៅលើ Jojo ជាមួយនឹងថាមពលទាំងអស់របស់គេហើយថែមទាំងប្រើប្រាស់សក់របស់គេមកធ្វើជាអាវុធទៀតផងយើងឃើញថា Bruford មានវិជាសក់បិសាចដូចនេះគេអាចបញ្ជានិងប្រើប្រាស់សក់របស់គេធ្វើជាអាវុធក្នុងការប្រយុទ្ធបានយ៉ាងសាហាវចំណែកឯ Jojo វិញគាត់ក៏បានវាយតបតវិញដោយប្រើថាមពល Hammond របស់គាត់ផងដែរដោយចង់ទប់ទល់នឹងថាមពល Hammond របស់ Jojo ភ្លាមនោះ Bruford ក៏បានក្រវែង Jojo ឲ្យធ្លាក់ចូលទៅក្នុងបឹងមួយនៅក្បែរនោះដើម្បីកុំឲ្យ Jojo អាចដកដង្ហើមបញ្ចេញថាមពល Hammond បានបន្ទាប់មកអ្នកទាំងពីរក៏បានប្រយុទ្ធគ្នានៅក្រោមទឹកប៉ុន្តែ Jojo ហាក់បីដូចជាចាញ់ព្រៀបយ៉ាងខ្លាំងដោយសារតែគាត់មិនអាចបញ្ចេញថាមពល Hammond នៅក្នុងទឹកនោះឡើយក៏ប៉ុន្តែភ្លាមនោះ Jojo ក៏ស្រាប់តែនឹកឃើញគំនិតមួយគាត់ក៏បានស្ទុះទៅបង្ហើបថ្មធំៗដែលនៅក្រោមបាតបឹងនោះដើម្បីស្វែងរកខ្យល់អុកស៊ីហ្សែនយើងឃើញថាគំនិតមួយនេះគឺពិតជាបានផលមែនភ្លាមនោះពពុះខ្យល់ដែលនៅក្រោមថ្មនោះក៏បានភូរឡើងហើយ Jojo ក៏បានប្រើខ្យល់នៅក្នុងពពុះនោះដើម្បីដកដង្ហើមនៅទីបំផុត Jojo ក៏អាចបញ្ចេញថាមពល Hammond បានរួចក៏អាចហក់ឡើងមកលើគោកវិញបានសម្រេចពិតជាឆ្លាតវៃខ្លាំងណាស់មែន Jojo បន្ទាប់មកអ្នកទាំងពីរក៏បានប្រយុទ្ធគ្នានៅលើគោកម្ដងទៀតប៉ុន្តែសក់របស់ Bruford នៅតែជាបញ្ហាធំសម្រាប់ Jojo ដដែលដោយ Bruford បានប្រើសក់របស់គេមកចង់រត់ Jojo ជាប់ទៅនឹងដើមឈើមួយដើមចំណែកឯ Speedwagon និងលោកគ្រូ Zeppeli វិញក៏ចង់ចូលទៅជួយ Jojo ខ្លាំងណាស់ដែរក៏ប៉ុន្តែពួកគេត្រូវបានរាំងដំណើរដោយ Takus ទៅវិញអាណនោះសក់របស់ Bruford ចាប់ផ្ដើមបឺតជញ្ជក់ឈាមរបស់ Jojo ហើយនៅពេលដែល Jojo ព្យាយាមរើរំដោះខ្លួនកាន់តែខ្លាំងសក់នោះកាន់តែរឹតគាត់កាន់តែណែនបន្ទាប់មក Bruford បានដើរសម្ដៅមក Jojo បំរុងថានឹងផ្ដាច់ជីវិត Jojo ដោយប្រើផ្លែដាវរបស់ខ្លួនទៅហើយនឹងសំណាងល្អវិញ Jojo ក៏អាចរំដោះជើងទាំងពីរចេញពីសក់របស់ Bruford បានរួចក៏បានទាត់មួយជើងពេញទំហឹងទៅលើដាវរបស់ Bruford ដោយបញ្ជូនថាមពល Hammond ចូលទៅក្នុងវាភ្លាមនោះថាមពល Hammond បានរត់ឆ្លងកាត់ដាវរបស់ Bruford ហើយបានវាយប្រហារចូលទៅក្នុងរាងកាយរបស់គេដែលធ្វើឲ្យដៃរបស់គេរលាយបាត់ភ្លាមមួយរំពេចឆ្លៀតឱកាសនោះ Jojo ក៏បានរំដោះខ្លួនចេញពីសក់របស់ Bruford បានសម្រេចហើយបានស្ទុះទៅដល់មុខ Bruford ឡើងចាស់ដៃថែមទៀតប៉ុន្តែ Bruford បែរជាសើចចំអកទៅកាន់ Jojo ទៅវិញថាការឈឺចាប់ប៉ុណ្ណេះគឺគ្មានន័យអ្វីទាល់តែសោះបើធៀបទៅនឹងការឈឺចាប់ដែលគេទទួលបានកាលពីគេនៅជាមនុស្សលើបែបនេះ Jojo មិនដឹងត្រូវតបទៅវិញយ៉ាងម៉េចនោះឡើយបានត្រឹមតែឈរសញ្ជឹងគិតពីការឈឺចាប់របស់ Bruford ទាំងអស់នោះថាវាជាអ្វីឲ្យប្រកាសទើបធ្វើឲ្យគេរងការឈឺចាប់ខ្លាំងដល់ថ្នាក់នេះឆ្លៀតឱកាសនៅពេលដែល Jojo ឈរផ្លឹក Bruford ក៏បានព្យាយាមស្ទុះចូលទៅវាយប្រហារ Jojo ទៀតក៏ប៉ុន្តែគេក៏បានដូរចិត្តវិញដោយសារតែគេបានឃើញពីជំរឿចិត្តរបស់ Jojo ថាជាបុគ្គលដែលមានទឹកចិត្តល្អម្នាក់ចេះខ្វាយខ្វល់ពីទុក្ខលំបាករបស់អ្នកដទៃដូចនេះ Jojo មិនស័ក្តិសមនឹងទទួលរងទុក្ខវេទនាដូចជាគាត់នោះឡើយបន្ទាប់មក Jojo ក៏បាននិយាយទៅកាន់ Bruford ថាប្រសិនជា Bruford នៅតែអាចទទួលដឹងពីការឈឺចាប់នោះមានន័យថា Bruford គឺនៅតែជាមនុស្សដដែលមិនមែនជាបិសាចនោះឡើយនៅពេលនឹងដែរយើងក៏បានដឹងថាថាមពល Hammond ដែល Jojo បានវាយប្រហារទៅលើ Bruford មុននេះគឺនៅតែមានប្រតិកម្មទៅលើ Bruford ដដែលតាមពិតទៅវាកំពុងតែដុតបំផ្លាញសេចក្តីស្អប់ខ្ពើមព្រមទាំងកំហឹងសងសឹកទាំងប្រមាណដែលកំពុងរស់នៅក្នុងព្រលឹងរបស់ Bruford ដូចនេះថាមពល Hammond បានផ្ដល់នូវសេចក្តីស្លាប់ដ៏ស័ក្តិសមនិងមានក្តីសុខបំផុតទៅដល់ Bruford ហើយ Bruford ក៏បានអរគុណ Jojo ដែលធ្វើឲ្យគាត់មានថ្ងៃនេះមុននឹងរលាយរាងកាយបាត់ទៅ Bruford ក៏បានប្រគល់ដាវប្រចាំតកូលរបស់ខ្លួនទៅឲ្យ Jojo ដើម្បីថែរក្សាវាហើយដាវនេះនឹងអាចនាំសំណាងដល់ Jojo នាពេលខាងមុខបន្ទាប់ពី Bruford បានរលាយបាត់ទៅ Takus ក៏ចាប់ផ្ដើមសម្លឹងទៅរក Jojo ទាំងអារម្មណ៍ជ្រួលជ្រើមដើម្បីចង់ចូលទៅវាយប្រហារចំណែក Dio វិញគេមិនបាននៅទីនេះទៀតទេព្រោះគេមានកិច្ចការសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើនៅឯខាងលោកគ្រូ Zeppeli និង Speedwagon វិញទីបំផុតពួកគេបានចូលរួមក្នុងការប្រយុទ្ធនឹងគេដែរហើយប៉ុន្តែសាច់រឿងក៏បានកាត់ទៅកាន់អតីតកាលបន្ថែមទៀតទាក់ទងនឹងលោកគ្រូ Zeppeli កាលពីយូរលង់ណាស់មកហើយ Zeppeli ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដែលនៅទីនោះគាត់បានជួបជាមួយគ្រូពេទ្យម្នាក់ដែលអាចប្រើប្រាស់ថាមពល Hammond ក្នុងការមើលថែព្យាបាលជំងឺមនុស្សបាននោះគឺជាលើកដំបូងបំផុតដែល Zeppeli បានឃើញផ្ទាល់ជាមួយនឹងថាមពលដង្ហើមជីវិតដែលហៅថា Hammond នេះ Zeppeli បានសួរគ្រូពេទ្យជនជាតិឥណ្ឌានោះថាតើគាត់អាចរៀនសូត្រជំនាញនេះបាននៅកន្លែងណាហើយគ្រូពេទ្យនោះក៏បានចង្អុលបង្ហាញផ្លូវគាត់ទៅកាន់លោកសង្ឃមួយអង្គគ្រាន់តែ Zeppeli ធ្វើដំណើរទៅដល់ភ្លាមលោកសង្ឃអង្គនោះបានមើលឃើញពីអនាគតរបស់ Zeppeli Plate តាមរយៈការបញ្ជូនថាមពល Hammond ឆ្លងកាត់ភ្នែករបស់គាត់លោកសង្ឃបានប្រាប់ Zeppeli ថាគាត់នឹងត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងបេសកកម្មបំផ្លាញរបាំងមុខអាថ៌កំបាំងនេះដូចនេះលោកគ្រូ Zeppeli បានដឹងយ៉ាងច្បាស់ថាការស្លាប់របស់គាត់គឺខិតជិតមកដល់ហើយព្រាមនោះ Takus បានវេកំទេចតំបន់ទាំងមូលដែល Jojo និងគ្នារបស់គាត់កំពុងឈរទោះជាយ៉ាងណា Jojo និង Zeppeli បានប្រើប្រាស់ថាមពល Hammond ឆ្លងកាត់ផ្ទាំងថ្មមួយរួចក៏បាននាំគ្នាហោះរត់គេចខ្លួនទៅកាន់ប្រាសាទបុរាណដែលគេបោះបង់ចោលមួយប៉ុន្តែ Takus បានដេញតាមពួកគេយ៉ាងប្រកិតហើយ Jojo បានដើរចូលទៅក្នុងប្រាសាទដើម្បីរកមើលថាតើមានកន្លែងណាដែលមានសុវត្ថិភាពសម្រាប់ឲ្យពួកគេលាក់ខ្លួនចំពេលនោះឯងដែល Takus បានប្រើផ្លូវកាត់តាមរូងក្រោមដីមួយហើយបានចាក់សោឃុំ Jojo ឲ្យនៅខាងក្នុងប្រាសាទម្នាក់ឯងដោយទុកឲ្យគ្នារបស់គាត់ទាំងអស់នៅខាងក្រៅ Takus ថែមទាំងបានយកចង្វាក់មកចងភ្ជាប់ Jojo ទៅនឹងខ្លួនរបស់គេទៀតផងហើយមើលទៅហាក់ដូចជាគេកំពុងតែចង់លេងល្បែងមរណៈវ័យគ្នាមួយស្មើជាមួយ Jojo អញ្ចឹងនៅខាងក្រៅគ្នារបស់ Jojo បានព្យាយាមរកវិធីចូលខាងក្នុងដើម្បីជួយ Jojo ណាប៉ុន្តែនៅតែមិនអាចចូលបានសំណាងល្អ Poco បានកលេចឃើញរូងតូចមួយដែលល្មមអាចលូនចូលបានប៉ុន្តែក្មេងតូចម្នាក់នេះមានការភ័យខ្លាចខ្លាំងណាស់រហូតដល់នោមដាក់ខោដូច្នេះ Poco មិនទាន់ដាច់ចិត្តចូលទៅនោះទេ Poco ចាប់ផ្ដើមនឹកឃើញដល់ពួកក្មេងទំនើងដែលតែងតែធ្វើបាបគេកាលពីមុននិងរបៀបដែលគេមិនដែលហ៊ានតតាំងជាមួយពួកវាតតែសោះគឺមានតែបងស្រីរបស់គេម្នាក់គត់ដែលតែងតែមកជួយសង្គ្រោះគេគ្រប់ពេលវេលារាល់ពេលដែលនាងជួយសង្គ្រោះ Poco នាងតែងតែដាស់តឿននិងលើកទឹកចិត្តគេឲ្យចេះតស៊ូនិងក្រោកឈរឡើងដើម្បីការពារខ្លួនឯង
ដោយចង់ស្ដាប់តាមសម្ដីទូមានរបស់បងស្រីកាលពីមុនដូចនេះ Poco បានឈប់ឈរផ្លឹកទៀតហើយរួចគាត់បានលូនចូលទៅក្នុងរូងនោះភ្លាមពេលចូលដល់ខាងក្នុង Poco ក៏អាចបើកទ្វារដើម្បីឲ្យលោកគ្រូ Zeppelin និង Speedwagon ចូលមកខាងក្នុងជួយ Jojo បានសម្រេចបើទោះបីជា Poco ត្រូវរងរបួសខ្លះៗនៅពេលនឹងក៏ដោយខ្ញុំចង់ប្រាប់អ្នកចុះថា Poco ពិតជាក្មេងប្រុសដ៏ល្អម្នាក់ពិតមែនលើកនេះគេជ្រើសរើសធ្វើសកម្មភាពដ៏ក្លាហានមួយជំនួសឲ្យការឈរមើលតែមិនធ្វើអ្វីសោះបន្ទាប់មកសាច់រឿងក៏បានកាត់ទៅកាន់អតីតកាលរបស់លោកគ្រូ Zeppelin ម្ដងទៀតនៅពេលនោះ Zeppelin បានសួរដេញដល់លោកគ្រូរបស់គាត់ដែលជាលោកសង្ឃដែលបានមើលឃើញអនាគតរបស់គាត់នោះអំពីព័ត៌មានលម្អិតបន្ថែមថាតើគាត់នឹងត្រូវស្លាប់ដោយរបៀបណាលោកគ្រូបានប្រាប់គាត់ថារឿងរ៉ាវទាំងអស់នឹងចាប់ផ្ដើមឡើងដោយមានក្មេងប្រុសតូចម្នាក់ជាអ្នកនាំផ្លូវបន្ទាប់ពីនោះមក Zeppelin នឹងត្រូវលះបង់ជីវិតរបស់ខ្លួនដើម្បីជួយសង្គ្រោះអ្នកចំនួនថ្មីម្នាក់ដែលបុគ្គលនោះនឹងក្លាយជាអ្នកជួយសង្គ្រោះពិភពលោកឲ្យរួចផុតពីមហន្តរាយដ៏គួរឲ្យភ័យខ្លាចមែនហើយមើលទៅ Zeppelin ពិតជាត្រូវស្លាប់បាត់បង់ជីវិតនៅពេលបន្តិចទៀតនេះជាពុំខានត្រឡប់មកកាន់បច្ចុប្បន្នវិញ Zeppelin និង Speedwagon បានស្ទុះរត់ចូលទៅក្នុងប្រាសាទបុរាណស្រាប់តែបានឃើញ Jojo កំពុងតែត្រូវរបួសយ៉ាងដំណំហើយត្រូវបានគេចងភ្ជាប់ដោយចង្វាក់យ៉ាងណែនថែមទៀត Zeppelin បានចូលទៅជួយ Jojo ដោយការបញ្ចេញក្បាច់វាយប្រហារបត់បែនតាមលំហនៃថាមពល Harmon យ៉ាងអស្ចារ្យក៏ប៉ុន្តែជាអកុសល Tacos បានវាយកាត់ផ្ដាច់រាងកាយរបស់លោកគ្រូ Zeppelin ដែលជាពីរចំណែកយ៉ាងសាហាវព្រៃផ្សៃបំផុតដោយដឹងខ្លួនមិនមានដង្ហើមអាចនៅយូរតទៅទៀតបានលោកគ្រូ Zeppelin បានបញ្ជូនរាល់ថាមពល Harmon ទាំងអស់ដែលគាត់មានព្រមទាំងថាមពលពិសេសផ្ទាល់ខ្លួនរបស់គាត់ឈ្មោះថា Ripple Power ទៅឲ្យ Jojo ទាំងស្រុងបន្ទាប់មក Jojo បានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះ Tacos ដោយបានប្រាប់វាថាវាបានជ្រើសរើសផ្លូវខុសហើយដែលសម្រេចចិត្តដើរតាម Dioដោយការទទួលបានថាមពល Harmon បន្ថែមបូករួមនឹងកំហឹងដ៏ពុះកញ្ជ្រោលផងនោះ Jojo បានវាយកំចាត់ Tacos ឲ្យរលាយស្លាប់ភ្លាមៗគ្មានក្តីអាណិតអាសូរសូម្បីតែបន្តិចបន្ទាប់ពីសមរភូមិបានបញ្ចប់ទៅ Jojo បានបីត្រាក់កងរាងកាយរបស់ Zeppelin និងបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់ដ៏ធំធេងរបស់គាត់នៅក្នុងវិនាទីចុងក្រោយលោកគ្រូ Zeppelin បានទម្លាយការពិតថាគាត់បានសុខចិត្តចាក់ចោលភរិយារបស់ខ្លួនដើម្បីតាមស្វែងរកនិងបំផ្លាញរបាំងមុខអាចកំបាំងនោះពេញមួយជីវិតគាត់បានដឹងខ្លួនជាមុនដូចគ្នាថាគាត់នឹងត្រូវស្លាប់ក្នុងបេសកកម្មដ៏ធំមួយនេះដូច្នេះ Jojo មិនគួរយំសោកព្រោះតែរូបគាត់ឡើយព្រោះគាត់ទទួលបានភាពស្កប់ស្កល់និងពេញចិត្តបំផុតជាមួយការស្លាប់មួយនេះត្រឡប់មកខាង Dio វិញគេកំពុងតែជាប់រវល់ក្នុងការបង្កើតកងទ័ពខ្មោចឆៅឲ្យបានច្រើនតាមរយៈការប្រែអ្នកភូមិ Win Night Slot ឲ្យទៅជាទាសករខ្មោចឆៅរបស់គេ Dio បានចូលទៅប្រឈមមុខនឹងស្ត្រីម្នាក់ដែលគ្មានអាវុធក្នុងដៃការពារខ្លួនឡើយហើយនាងកំពុងតែបីកូនតូចមួយស្ត្រីម្នាក់នោះបានអង្វរករ Dio សូមមេត្តាលើកលែងទោសនិងទុកជីវិតឲ្យកូនតូចរបស់នាងផងហើយពិតណាស់ Dio ក៏យល់ព្រមធ្វើតាមការអង្វររបស់នាងទោះជាយ៉ាងណាបន្ទាប់ពីស្ត្រីម្នាក់នោះត្រូវបាន Dio ប្រែក្លាយទៅជាខ្មោចឆៅរួចមកនាងបែរជាចាប់ហែកសាច់កូនបង្កើតរបស់ខ្លួនឯងស៊ីទៅវិញពិតជាសាហាវខូខើមែនត្រឡប់មកខាង Jojo វិញមានបរិយាអាចកំបាំងម្នាក់បានដើរចូលមកជិតគាត់ដោយរួមដំណើរជាមួយនឹងមនុស្សពីរនាក់ផ្សេងទៀតតាមពិតទៅពួកគេគឺជាមិត្តភក្តិរបស់ Zeppelin នឹងឯងហើយម្នាក់ក្នុងចំណោមពួកគេគឺលោកគ្រូដែលយើងបានឃើញនៅក្នុងឈុតអតីតកាលនោះចំណែកឯពីរនាក់ទៀតគឺជាមិត្តរួមចំនួនរបស់ Zeppelin ដែលមានឈ្មោះថា Daira និង Straizo ពួកគេទាំងអស់គ្នាបានធ្វើដំណើរមកដល់ទីនេះគឺក្នុងគោលបំណងដើម្បីជួយជ្រោមជ្រែង Jojo ក្នុងសមរភូមិក៏លេចមកខាង Poco វិញនៅពេលនេះវាកំពុងតែបញ្ញារត់ទៅផ្ទះវិញដើម្បីមើលថាបងស្រីរបស់វាមានសុវត្ថិភាពដែរឬទេប៉ុន្តែជាអកុសលនាងមិនបាននៅផ្ទះនោះទេព្រោះនាងកំពុងតែបាត់ខ្លួនតាមពិតទៅមុននេះនាងបានដើរតាមរក Poco ហើយក៏ត្រូវបានពួកបិសាចរបស់ Dio ចាប់នាងយកទៅ Dio បានព្យាយាមប្រែក្លាយនាងឲ្យទៅជាខ្មោចឆៅប៉ុន្តែនាងបានបដិសេធនិងស្ដោះទឹកមាត់ដាក់ចំកណ្ដាលមុខគេទៀតផងឃើញដូច្នោះ Dio ក៏បានបញ្ជាឲ្យកូនចៅម្នាក់ចាប់នាងស៊ីជាអាហារប៉ុន្តែមិនបាច់បារម្ភឡើយព្រោះ Jojo និងគ្នាបានបង្ហាញខ្លួនជួយសង្គ្រោះនាងទាន់ពេលវេលាបន្ទាប់មកពួកគេបានធ្វើដំណើរតម្រង់សម្ដៅទៅរក Dio ភ្លាមដែលធ្វើឲ្យ Dio មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថា Jojo អាចកម្ចាត់កំពូលអ្នកចម្បាំងទាំងពីរដែលជាកូនចៅចំណិតរបស់គេបានទាល់តែសោះរួចហើយ Jojo ក៏បានដើរសម្ដៅទៅរក Dio ដើម្បីបើកការវាយប្រហារស្លាប់រស់ជាមួយគ្នាក៏ប៉ុន្តែ Brodia បានសុំ Jojo ចូលទៅវាយជាមួយ Dio មុនដើម្បីចង់សាកសមត្ថភាព Dia បានស្ទុះទៅវាយប្រហារ Dio ប៉ុន្តែជាអកុសលគេបានបរាជ័យនិងត្រូវបាត់បង់ជីវិតភ្លាមត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះប៉ុន្តែនៅក្នុងគណៈពេលដែលកំពុងតែជិតស្លាប់នោះគេបានកវែងផ្កាកូឡាមួយតងដែលពោពេញទៅដោយថាមពល Harmon សម្ដៅទៅរកផ្ទៃមុខរបស់ Dio ដែលធ្វើឲ្យមុខរបស់ Dio ត្រូវរបួសមួយឆ្នោតឃើញគ្នារបស់ខ្លួនស្លាប់បែបនេះ Jojo ក៏បានផ្ទុះកំហឹងបាត់បង់ម្ចាស់ការម្ដងទៀតហើយទីបំផុតគេក៏បានស្ទុះទៅបើកការវាយប្រហារលើ Dio យ៉ាងសាហាវក្នុងពេលជាមួយគ្នានេះ Straizo និងលោកគ្រូ Thun Petty បានជួយកម្ចាត់ពួកកូនចៅអាចចង់អាចារ្យដែលនៅសេសសល់ចំណែក Speedwagon ដោយសារតែសមត្ថភាពគាត់នៅមានកម្រិតគាត់បានត្រឹមតែឈរមើលហើយការពារខ្លួនឯងតែប៉ុណ្ណោះ Jojo បានហូតដាវដែល Bruford បានប្រគល់ឲ្យគេកាលពីមុនចេញមកហើយស្ទើរតែអាចកាត់រាងកាយរបស់ Dio ជាពីរចំណែកទៅហើយទោះជាយ៉ាងណារាងកាយដ៏រឹងមាំមិនព្រមចោះចាញ់របស់ Dio បានតបភ្ជាប់ត្រឡប់មកវិញភ្លាមមិនត្រឹមតែប៉ុណ្ណោះគេបានវាយបកដែលធ្វើឲ្យរាងកាយរបស់ Jojo ក៏ភ្លាមដើម្បីកុំឲ្យ Jojo អាចវាយប្រហារលើគេបានទៀត Dio បានព្យាយាមចាក់បញ្ចូលនៅថាមពលបិសាចរបស់គេទៅក្នុងខ្លួន Jojo ប៉ុន្តែ Jojo អាចប្រើប្រាស់ថាមពល Harmon រុញច្រានថាមពលអាក្រក់នោះឲ្យចេញមកក្រៅវិញបានទាន់ពេលវេលាបន្ទាប់មក Jojo បានប្រើភ្លើងនៅក្បែរនោះធ្វើអាវុធដែលបានបញ្ជូនថាមពល Harmon ឆ្លងកាត់ភ្លើងចូលទៅក្នុងខ្លួនរបស់ Dio រំពេចនោះ Jojo ក៏បានកាត់ដាច់ស្មារបស់ Dio ហើយបានវាយប្រហារដោយប្រើថាមពល Harmon មួយដៃចុងក្រោយទៅលើគេធ្លាក់ចុះពីលើវិមានបើតាមមើលទៅអ្វីគ្រប់យ៉ាងហាក់បីដូចជាបានបញ្ចប់ប៉ុន្តែវាមិនដូចអ្វីដែលយើងឃើញនោះទេនៅពេលនោះកូនចៅម្នាក់របស់ Dio ដែលធ្លាប់លក់ថ្នាំពុលឲ្យ Dio កាលពីមុនបានចេញមកជួយសង្គ្រោះជីវិត Dio ម្ដងទៀតគេបានលួចយកក្បាលរបស់ Dio ទៅកាន់កន្លែងមានសុវត្ថិភាពខណៈពេលដែលក្រុមរបស់ Jojo បានដុតកំទេចរាងកាយរបស់ Dio ចោលដោយគិតថាពួកគេបានកម្ចាត់សត្រូវម្នាក់នេះបានទាំងស្រុងហើយចំណែក Speedwagon ក៏បានវាយកំទេចរបាំងមុខអាចកំបាំងនោះចោលខ្ទេចខ្ទីថែមទៀតផងខ្ញុំគិតថាពេលនេះប្រហែលជា Zeppelin កំពុងញញឹមមើលពួកគេពីលើឋានសួគ៌មកហើយតាមមើលទៅអ្នកសារព័ត៌មាននៅក្នុងទីក្រុងឡុងបានរាយការណ៍ថាមានប្រជាពលរដ្ឋប្រហែល73នាក់បានបាត់ខ្លួនត្រឹមតែមួយយប់នៅក្នុងភូមិ Win Night Slot ប៉ុន្តែទោះជាយ៉ាងណាវាអាចនឹងមានគ្រោះថ្នាក់អាក្រក់ជាងនេះឆ្ងាយណាស់
ប្រសិនបើ Dio អាចសម្រេចផែនការយកមនុស្សទូទាំងពិភពលោកធ្វើជាទាសកររបស់គេសាច់រឿងបានកាត់ទៅកាន់ប្រមាណខែក្រោយមកទីបំផុត Jojo បានរៀបការជាមួយ Erina ដែលជាមនុស្សស្រីតែម្នាក់គត់ដែល Jojo ស្រឡាញ់បំផុតហើយពេលនោះនាងក៏បានបដូរនាមតកូលថ្មីទៅជា Erina Joestar វិញបន្ទាប់ពីរៀបការរួចប្តីប្រពន្ធថ្មីថ្មមួយគូនេះបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីក្រេបទឹកឃ្មុំតាមរយៈកប៉ាល់ទេសចរដ៏ប្រណិតមួយក្រុមគ្នារបស់ Jojo ទាំងអស់បានមកឈរលើកដៃលាជូនដំណើរពួកគេទាំងពីរនៅកំពង់ផែប៉ុន្តែអ្វីដែលគ្រប់គ្នាមិនបានដឹងនោះគឺកាដូសម្រាប់ដំណើរកម្សាន្តរបស់ពួកគេក៏ត្រូវបានលួចដឹកឡើងលើកប៉ាល់នោះដែរដែលវាត្រូវបានលាក់ទុកយ៉ាងជិតនៅក្នុងមឈូសដ៏មានតម្លៃមួយមែនហើយវាគឺជាក្បាលរបស់ Dio នឹងឯង Jojo និង Erina បាននាំគ្នាទទួលទានអាហារពេលល្ងាចយ៉ាងរ៉ូមែនទិកនៅលើកប៉ាល់នោះដោយមិនបានដឹងពីរឿងនេះទេ Jojo ថែមទាំងបានចាក់ស្រាឲ្យ Erina ញ៉ាំបន្តិចផងដែរដែលនេះជាលើកដំបូងបង្អស់ក្នុងជីវិតរបស់នាងក្នុងការញ៉ាំស្រាទោះជាយ៉ាងណាបរិយាកាសដ៏ផ្អែមល្ហែមនេះគឺត្រូវបានបំផ្លាញខ្ទេចអស់នៅពេលដែល Jojo ក៏លេចឃើញកូនចៅដែលបានយកក្បាល Dio មកកាន់ទីនេះ Jojo ក៏បានលបដើរតាមកូនចៅ Dio នោះហើយមិនយូរប៉ុន្មានអ្វីៗក៏ត្រូវបានលាតត្រដាងវាគឺជាក្បាលរបស់ Dio ដ៏គួរឲ្យខ្លាច Dio បានប្រាប់ Jojo ថាគេគឺជាមនុស្សដែលគោរពកោតសរសើរ Jojo ជាទីបំផុតហើយគេនឹងយករាងកាយមនុស្សដែលគេគោរពតែប៉ុណ្ណោះក្នុងការតភ្ជាប់ជាមួយក្បាលរបស់គេដើម្បីឈានទៅដល់កម្រិតថាមពលកំពូលនៅពេលនឹងដែរស្រាប់តែមានស្ត្រីម្នាក់និងកូនតូចបានដើរមកជួបពួកគេដោយចៃដន្យហើយអូន Erina ក៏បានដើរតាមមកពីក្រោយ Jojo នៅមុននេះដែរស្ត្រីម្នាក់នោះត្រូវបានសម្លាប់ភ្លាមៗដោយសារតែកូនចៅរបស់ Dio ដោយគេបានលួចប្រែក្លាយមនុស្សមួយចំនួននៅលើកប៉ាល់នេះឲ្យទៅជាបិសាចទោះបីជាស្ត្រីម្នាក់នោះបានស្លាប់បាត់បង់ជីវិតពិតមែនប៉ុន្តែកូនតូចរបស់នាងគឺនៅមិនទាន់ស្លាប់នៅឡើយនោះទេ Jojo ពេលឃើញស្ថានភាពចលាចលនេះហើយគាត់ដឹងខ្លួនយ៉ាងច្បាស់ថាមិនយូរនោះទេកប៉ាល់ទាំងមូលនឹងពោពេញទៅដោយបិសាចជាមិនខានដូចនេះគាត់បានប្រាប់ឲ្យ Erina បញ្ញាប់រត់គេចខ្លួនចេញទៅដើម្បីឲ្យគេអាចបំផ្លាញកប៉ាល់នេះចោលតែ Erina បានបដិសេធដោយនាងនិយាយថានាងសុខចិត្តស្លាប់ជាមួយ Jojo ជាជាងរស់នៅដោយគ្មានរូបគេទោះជាយ៉ាងណា Jojo បានចង្អុលបង្ហាញទៅកាន់កូនតូចនោះដែលទើបតែបាត់បង់ម្ដាយរបស់វារួចនិយាយទៅកាន់នាងថាម្ដាយរបស់ក្មេងតូចនោះគឺទើបតែបានស្លាប់ដើម្បីការពារកូនដូច្នេះអ្វីដែលគាត់ចង់បានបំផុតនៅពេលនេះគឺគាត់ចង់ឲ្យ Erina នាំក្មេងម្នាក់នោះរត់គេចខ្លួនដើម្បីកុំឲ្យការលះបង់របស់ម្ដាយវាខ្លាចជាអាសាបងErina មានការរារែកចិត្តនិងយំសោកសង្រេងជាខ្លាំងប៉ុន្តែចុងក្រោយនាងក៏បានព្រមធ្វើតាមរួចក៏បានថើបលា Jojo ជាលើកចុងក្រោយនៅក្នុងគណៈពេលនោះ Jojo បានស្ទុះទៅចាប់អោបក្បាលរបស់ Dio យ៉ាងណែនរួចបានបញ្ចេញថាមពលហាម៉ូនចុងក្រោយរបស់ខ្លួនដើម្បីដុតបំផ្លាញនិងមកផ្ទុះកប៉ាល់ទាំងមូលនោះចោលតែម្ដងនាវាកប៉ាល់ទេសចរដ៏ធំបានលិចលង់ចូលទៅក្នុងបាតសមុទ្រយ៉ាងជ្រៅទៅជាមួយ Jojo និង Dio ចំណែកឯ Erina វិញនាងអាចរត់គេចខ្លួនចេញមកក្រៅដោយសុវត្ថិភាពជាមួយកូនតូចនោះតាមរយៈប្រអប់ដែលដាក់ក្បាល Dio មុននេះនៅពេលដែលរឿងរ៉ាវអាក្រក់ទាំងអស់នេះបានកន្លងផុតទៅយើងក៏បានដឹងនៅដំណឹងដ៏រីករាយមួយដោយនៅក្នុងពោះរបស់ Erina គឺកំពុងតែមានដំណក់ឈាមដែលជាឈាមជ័ររបស់ Jojo ហើយនេះជាដំណឹងដ៏ល្អបំផុតសម្រាប់ Erina បើទោះបីជា Jojo ពិតជាបានស្លាប់បាត់បង់ជីវិតទៅហើយក៏ដោយចំណែកដំណឹងរបស់ Dio វិញយើងមិនទាន់ទុកចិត្ត 100% នោះទេថាគេស្លាប់ពិតមែនឬក៏អត់ហើយទាំងអស់នេះគឺជាសាច់រឿង Jojo Bizarre Adventure Season ទី1ដែលមានចំណងជើងថា Phantom Blood សម្រាប់រឿងនេះផងដែរខ្ញុំសូមត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like និង comment ពាក្យថាល្អមើលម្នាក់មួយហើយបើសិនជាមិនទាន់បាន subscribe channel អាណាចក្រ Anime ទេសូមជួយ subscribe ផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំសូមអរគុណម្ដងទៀតនិងសូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អសំណាងល្អនិងអនាគតបបរគ្រប់គ្រឿង